នឹងហើយ hello សួស្តីអ្នកគ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបសួយត្រីអ្នកគ្នាពីម្សិលមិញខ្ញុំបានប្រាប់របៀបទិញដងស្ទួយហ្នឹងហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបស្ទួយត្រីពេលដែលយើងទិញដងស្ទួយហើយយើងរើសលេខមកដាក់លើគេនេះអានេះលេខ1អានេះលេខ2អានេះលេខ3អានេះលេខ4អានេះលេខ5បើយើងដាក់លេខ1យើងមកយើងចុចលេខ1ទៅវាលោតផ្ទាំងអញ្ចឹងមកហើយចុចអាហ្នឹងមកហើយយកអាក្រោមនេះមកអាហ្នឹងដាក់នុយយើងចុច confirm ទៅអាហ្នឹងស្ទួយឯងពេលដែលត្រីវាស៊ីយើងច្រឡំពេលដែលត្រីវាស៊ីនុយយើងហើយវានឹងលោតគ្រីសនៅខាងក្រោមហ្នឹងហើយពេលត្រីស៊ីហើយយើងរៀមមកចង្កេះត្រីបើត្រីបត់ទៅឆ្វេងយើងទាញមកស្ដាំបើត្រីចង្កេះត្រីបត់មកស្ដាំយើងទាញទៅឆ្វេងវិញនេះពេលមើលអញ្ចឹងនេះត្រីបត់ទៅស្ដាំអញ្ចឹងទៅយើងចុច A មកយើងទាញមកឆ្វេងចុច hold ឲ្យជាប់មកថាត្រីវាដូរចង្កេះទៅឆ្វេងវិញចាំមើលយើងចុច D វិញទៅទាញមកនេះពេលវាកាច់ចង្កេះយ៉ាងមកយើងដូរពី A មក D វិញមកបានលុយសុតនេះត្រីវាគីឡូតិចទេតែសំខាន់លើ slot ហ្នឹងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ